បាទយើងអាចចំណងទាំងអស់គ្នានារីជួយលក់នំឲ្យគេ1-2 ម៉ោងក្នុងមួយថ្ងៃនាងធ្វើការអស់14ថ្ងៃតើគេផ្ដល់ប្រាក់នៅនាង1ម៉ោងថ្លៃ 2000 រៀលតើនារីត្រូវទទួលបានប្រាក់ប៉ុន្មានចម្លើយមកនេះយើងត្រូវរកចំនួនម៉ោងសរុបបាទមានន័យថានាងធ្វើការទាំង14ថ្ងៃហ្នឹងណានឹងបានម៉ោងប្រមាណបាទអញ្ចឹងក្នុងមួយថ្ងៃហ្នឹងគឺនាងធ្វើការបានតែ1/2 ម៉ោងអញ្ចឹង14ថ្ងៃអញ្ចឹង14ថ្ងៃតើបានម៉ោងបាទអញ្ចឹងយើងធ្វើទីគុណទៅបាទយើងយកចំនួនម៉ោងក្នុងមួយថ្ងៃគុណជាមួយនឹងថ្ងៃសរុបយើងយក1/2គុណនឹង14បាទអញ្ចឹងចំនួនចម្រុះគុណនឹងចំនួនគុណអញ្ចឹងលោកគ្រូធ្វើកន្លែងនេះឲ្យមើលមួយទៅបាទអញ្ចឹងយើងបដូរវាសិនបដូរ1/4នេះ1/2នេះទៅជាចំនួនចម្រុះបាទយើងបដូរទៅយើងបានយក1គុណ1 1គុណ2នេះបាន1 2ដង2 2បូក1 3យើងបាន3 1/3/2បាទនេះយើងបានចំនួនចម្រុះនេះតើមកយើងយកវាទៅគុណបាទយើងយក3/2គុណជាមួយនឹង14អញ្ចឹងយើងគុណភាគយកនៅចំនួនគុណបែងទៅនៅកណ្ដាលអញ្ចឹងយើងយក4គុណ14គុណ3បាទ14គុណ3គុណកន្លែងណាមួយឥឡូវគុណកន្លែងផ្សេងទៅ14គុណ3យើង3ម្ដង12 12ត្រា1 3ម្ដង3 3 1 4បាទនេះនេះភាគបែងទៅនៅកណ្ដាលតែយើងបានប៉ុណ្ណេះម៉ោងយើងឃើញថាលេខនេះស្រួលបានបាទមានថាយើងចែកបានអញ្ចឹងយកពីចែកវា3មកយើងចែកវាយើងបដូរវាចំនួនគុណហ្នឹងណាចែកវាទៅបើយើងចែកអស់ទៅឃើញថា2 4ចែក2បាន2ចែក2បាន1អញ្ចឹង21ម៉ោងបាទ21ម៉ោងអញ្ចឹងនាងធ្វើការបាន21ម៉ោងអញ្ចឹងចំនួនម៉ោងសរុបគឺស្មើនឹង21ម៉ោងមានទី1ដល់ពេលតមកទៀតបានយើងរកប្រាក់រកប្រាក់ដែលនាងត្រូវទទួលបានដែលនារីត្រូវទទួលបានរកប្រាក់ដែលនារីទទួលបានបាទអញ្ចឹងគ្រូលុបនេះចោលសិនបាទយើងមើលមិនយល់ហើយបាទអញ្ចឹងដើម្បីរកប្រាក់ទទួលបានយើងយកម៉ោងគុណជាមួយនឹងថ្លៃក្នុង1ម៉ោងម៉ោងយើងគឺម៉ោងសរុប21គុណជាមួយនឹងថ្លៃសរុបក្នុង1ម៉ោងគឺ2000រៀល2000រៀលស្មើបាទមកធ្វើទីគុណទាំងអស់គ្នាបាទយើងយកនេះលេខ0នេះចាំគុណតាមក្រោយក៏បានដែរយើងយកទៅ21គុណនឹង2ទៅលឿនជាងណាបាទ2ម្ដង2 2ដង4ទៅមកថែម0 3តាមក្រោយ1 2 3ទៅ3មួយទៀតទៅនេះបាទអញ្ចឹងយើងបាន42000រៀលដល់100,000 10000បាទ42000រៀលបាទអញ្ចឹងលោកនេះចោលសិនបាទមកយើងឆ្លើយថាទៅដូចនេះទៅដូចនេះនារីត្រូវទទួលបានប្រាក់បាទឆ្លើយតាមសំណួរគេវិញបាទត្រូវទទួលបានប្រាក់នៅលើទីទៅបាទ42000រៀលនេះចាំឆ្លើយបាទខាងលើបាទអរគុណ